ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបន្តរឿងយើងចូលភាគទី5ហើយណាបងប្អូនប៉ុន្តែមុននឹងបានស្ដាប់admin សូមសំណូមពរបងប្អូនមួយជួយ subscribe channel YouTube របស់ admin ផងដើម្បីបានទទួលរឿងថ្មីបន្តទៀតពីម្សិលមិញយើងក៏បានស្ដាប់ហើយថាអ្នកម៉ាក់របស់ David គាត់មានបំណងទៅដើរលេងនៅក្រៅប្រទេសហើយទុកឲ្យ David នៅផ្ទះតែក៏ឲ្យបងប្រុសរបស់ David មកជាមួយដែរមិនមែនឲ្យយើងនៅតែម្នាក់ឯងទេអញ្ចឹងពីម្សិល David ក៏គាត់បាននឹងរៀបរាប់ពីរូបរាងរបស់បងប្រុសហើយមែនទេអ្នកដែលបានស្ដាប់អញ្ចឹងថ្ងៃនេះខ្ញុំសូមចូលទៅដល់ភាគថ្មីបន្តទៀតតែម្ដងណាខណៈនាងកំពុងឈរភ្លឹកដោយមិនដឹងថាគាត់មកឈរពីមុខនាងតាំងពីពេលណាក៏មិនដឹងនាងក៏រហ័សអោនគំនាបរួចនិយាយថាសួស្ដីបងប្រុសនាងរកនឹងនិយាយថារីករាយហើយប៉ុន្តែអ្នកណាជាបងប្រុសនាងក្មេងសម្រាមយើងគ្មានប្អូនស្រីទេកុំហៅយើងថាបងប្រុសនាងតូចនិយាយមិនទាន់ចប់ផងគេក៏និយាយកាត់ស្រែកកំហុកខ្លាំងធ្វើឲ្យនាងភ័យឡើងស្រេកឈានជើងថយក្រោយប្រមាណជំហានកុំគិតថាម៉ាក់យើងយកនាងមកចិញ្ចឹមហើយនាងមានសិទ្ធិគ្រប់បែបយ៉ាងនៅទីនេះនោះស្ដាប់ឲ្យច្បាស់នាងក្មេងសម្រាមយើងស្អប់នាងកុំឲ្យយើងឃើញមុខទៀតឲ្យសោះនិយាយរួចគេក៏បោះជំហានឡើងទៅជន់លើបាត់នាងតូចទឹកភ្នែករលីងរលោងនាងរំពឹងថាគាត់នឹងស្រឡាញ់នាងចាត់ទុកដូចជាប្អូនស្រីតែអ្វីខុសពីអ្វីដែលនាងរំពឹងទុកគាត់ស្អប់នាងមិនបានធ្វើអ្វីគាត់ទេចុះហេតុអីក៏គាត់ស្អប់ពើមនាងម្ល៉េះឬមួយដោយសារនាងជាក្មេងកំព្រាទើបគាត់ស្អប់ពើមនាងអ្នកនាងតូចម៉ារីហៅនាងតូចដោយសម្លេងស្រាលដើរមកអោបលួងលោមនឹងអង្អែលក្បាលនាងថ្នមហេតុអ្វីអ្នកប្រុសស្អប់នាងតូចម្ល៉េះមើលចុះមិនទាន់បានប៉ុន្មានផងក៏ស្រែកកំហកខ្លាំងដោយមិនខ្វល់ថានាងនៅតូចសោះតទៅបើនៅជិតគ្នាទៀតនាងមិនហ៊ានគិតទេព្រោះចរិតអ្នកប្រុសបើស្អប់ហើយមិនងាយបាត់ទេទោះម្ដាមជួយនិយាយយ៉ាងណាក៏មិនបានផលដែរចំណែកម្ដាមក៏ដឹងថាអ្នកប្រុសមិនចូលចិត្តដាវីនតែគាត់គិតថាបើពួកគេនៅជាមួយគ្នាយូរទៅពួកគេនឹងយល់ពីគ្នាយល់យ៉ាងម៉េចបើជួបគ្នាលើកដំបូងក៏ស្រែកកំហុកដាក់ឲ្យគ្នាទៅហើយនឹងបងម៉ារីបងប្រុសស្អប់ខ្ញុំណាស់នាងយំអបម៉ារីជាប់ងាកមកពេលបច្ចុប្បន្នវិញដាវីនម៉ាដាមស្រែកហៅនាងតូចដោយអង្រួនតិចពេលឃើញនាងភ្លឹកចាអ្នកម៉ាក់នាងតូចភ្ញាក់ខ្លួនពីអន្លង់គិតដោយការហៅរបស់ម៉ាដាមគិតអីមែនទេកូនបានជាភ្លឹកម៉ាដាមសួរដោយបារម្ភគ្មានអីទេម៉ាក់និយាយអញ្ចឹងតើម៉ាក់ចេញដំណើរទៅថ្ងៃណាដែរនាងតូចសួរទៅម៉ាដាមដើម្បីបង្វែររឿងដែលនាងត្រូវគិតអាទិត្យក្រោយទើបម៉ាក់ធ្វើដំណើរចំណែកបងប្រុសកូនគេប្រហែលមកមុនថ្ងៃម៉ាក់ឡើងយន្តហោះពី3ថ្ងៃដើម្បីបានជួបម៉ាក់និងប៉ាម៉ាដាមនិយាយព្រមទាំងសង្កេតមើលនាងមិនមែនគាត់មិនដឹងនាងខ្លាចដាស្ទីនទេគាត់ដឹងតែគាត់ចង់ឲ្យពីរអ្នកបងប្អូននៅជិតគ្នាខ្លះដើម្បីមានភាពស្និទ្ធស្នាលហើយគាត់ក៏ជឿជាក់ថាកូនប្រុសគាត់មិនហ៊ានលើកដៃធ្វើបាបនាងតូចដែរខណៈពេលនេះនៅក្នុងចិត្តម៉ាដាមគិតអីមានតែគាត់ទេទើបដឹងច្បាស់ទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញអគារខ្ពស់នៅកណ្ដាលទីក្រុងមានភាពទំនើបទាន់សម័យតែក៏នៅរក្សានូវភាពស្រស់ស្អាតផ្នែកខាងក្រៅស្ថាបត្យកម្មនៅក្នុងអគារខ្ពស់របស់ក្រុមហ៊ុន Malaysia គ្រប់ជាក្រុមហ៊ុនអន្តរជាតិដែលដាក់មកបណ្ដាក់ទុននៅប្រទេសអេស្ប៉ាញនិងមានជាច្រើនប្រទេសទៀតនៅក្នុង office ខាងក្នុងមានភាពប្រណិតនិងធំទូលាយនិងភាពទំនើបខណៈពេលនេះមានកាយមុំកំពុងអង្គុយលើកៅអីស្បែករាងសង្ហា
កម្ពស់ប្រហែល 1.8 ម៉ែត្រសម្បុរសណ្ដែកបាយមៀតធំក្រអាញមុខមាំស្មើបើកច្រមុះសួចមានខ្ទង់ចិញ្ចាមក្រាស់កែវភ្នែកមុតស្រួចធ្គាមខ្លាបបោមាត់ក្រហមព្រឿងពុកចង្ការដោះរិញនៅលើផ្ទៃមុខសង្ហាដែលបញ្ជាក់ថាគេជាមនុស្សកំណាចតែមានមន្តស្នេហ៍គេគឺជា Dustin Malesaso ដែលជាកូនកាត់វ័យ35ឆ្នាំដែលមានចំនួនក្នុងដៃជាច្រើនរាប់មិនអស់និងជាមនុស្សដែលមានភាពជាខ្លួនឯងខ្ពស់មិនចូលចិត្តភាពរញ៉េរញ៉ៃសូម្បីតែមនុស្សស្រីដែលឲ្យដៃគេដល់កន្លែងក៏គេមិនយកភ្នែកមើលផងតុកសំឡេងគោះទ្វារចូលមកសំឡេងក្រឡសាច់ប្រាប់ចាវាយខ្ញុំបានចាត់ការរឿងធ្វើដំណើរទៅកូរ៉េរួចហើយខូម៉ារាយការណ៍រៀបចំការងារនៅទីនេះឲ្យរួចរាល់និងចាត់ចែងអ្នកមកជំនួសយើងផងយើងទៅលើកនេះអាចនឹងយូរគេងាកមកប្រាប់កូនចៅបាទចាវាយការងារពួកខ្ញុំចាត់ចែងរួចរាល់អស់ហើយចាវាយកុំបារម្ភអីខូម៉ារាយការណ៍បន្ថែមល្អចេញទៅបាទចាវាយខូម៉ាងក់ក្បាលហើយក៏ចេញទៅពេលខូម៉ាចេញទៅបាត់កាយសង្ហាក៏ងើបឈរបែរទៅកញ្ចក់យកដៃជ្រែងហៅប៉ៅសម្លឹងមើលទេសភាពនៅខាងក្រៅអគារខួរក្បាលក៏គិតដល់ក្មេងសម្រាមឆ្នាំនោះពេលដែលគេរៀននៅក្រៅប្រទេសសុកម៉ាដាមក៏ទេមកនឹងប្រាប់ថាគាត់ថាបានយកអំណោយទៅចែកនៅមណ្ឌលកុមារកំព្រាហើយក៏បានជួបនឹងក្មេងស្រីម្នាក់គាត់មាននិស្ស័យទៅយកនាងមកចិញ្ចឹមពេលនោះគេប្រកែកយ៉ាងខ្លាំងថាមិនព្រមឲ្យគាត់យកក្មេងនោះមកចិញ្ចឹមជាដាច់ខាតមិនដឹងថាមានក្មេងនោះមានប្រវត្តិបែបណាខ្លាចធ្វើឲ្យវងត្រកូលរបស់គេអាប់អោនតែមិនថាគេប្រកែកយ៉ាងណាក៏មិនឈ្នះម៉ាដាមដែរទើបគេបង្ខំចិត្តយល់ស្របតាមតែគេគ្មានទាំងឯងយកក្មេងសម្រាមនោះមកជាប្អូនស្រីរបស់គេជាដាច់ខាតព្រោះតែចង់ឃើញនឹងភ្នែកថាក្មេងនោះមានមុខមាត់យ៉ាងណាគេក៏សម្រេចចិត្តត្រឡប់ទៅកូរ៉េភ្លាមដើម្បីឲ្យឃើញច្បាស់នឹងភ្នែកថាក្មេងនោះមានមុខមាត់បែបណាទើបម្ដាយគេស្រឡាញ់ពេញចិត្តដល់ថ្នាក់យកមកធ្វើជាកូនគេក៏សម្រេចចិត្តកក់សម្បុត្រយន្តហោះត្រឡប់មកកូរ៉េភ្លាមគ្រាន់តែឈានជើងចុះពីលើឡានគេក្រឡេកឃើញក្មេងស្រីរាងស្គមស្ដើងស្បែកសដែលឈរនៅក្បែរមាត់ទ្វារបើកភ្នែកម៉ក់មើលមកគេដោយខ្សែភ្នែកមិនព្រិចភ្នែកនឹងបង្កប់អ្វីមួយយ៉ាងដែលធ្វើឲ្យគេឃើញហើយទៅជាមួម៉ៅគេក៏ដើរមកឈរនៅចំពោះមុខក្មេងនោះហើយក៏ធ្វើឲ្យក្មេងនោះដឹងខ្លួននាងក៏រហ័សអោនក្បាលគោរពនិងពោលពាក្យមួយឃ្លាដែលធ្វើឲ្យគេក្តៅក្រហាយទើបគេស្រែកគំហុកដាក់ឲ្យមិនខ្វល់ពីក្មេងនោះចាប់ពីថ្ងៃនោះមកគេក៏មិនដែលមកប្រទេសកូរ៉េម្ដងទៀតរហូតកន្លងទៅ12ឆ្នាំតែវាល្មមដល់ពេលដែលគេត្រូវទៅបន្តជំនួសឪពុករបស់គេដែរហើយណាមួយគាត់ចង់ប្រើជីវិតចុងក្រោយរបស់គាត់ដើម្បីដើរលេងជុំវិញពិភពលោកជាមួយមនុស្សស្រីដែលគាត់ស្រឡាញ់ស្មើជីវិតនោះគឺលោកស្រី Harry Malesaso ថ្ងៃនេះ admin សូមបញ្ចប់ភាគទី5ត្រឹមតែប៉ុណ្ណេះស្អែកនឹងមានភាគកាន់តែល្អសម្រាប់ដល់មិត្តអ្នកស្ដាប់អញ្ចឹងចុងក្រោយ admin សូមសំណូមពរដល់មិត្តអ្នកស្ដាប់ជួយ subscribe channel YouTube admin ម្នាក់មួយផងបាយបាយអរគុណច្រើនដែលបានចូលជួយស្ដាប់